ជំរាបសួរបងប្អូនអ្នកដែលបានចូលមកកាន់វីដេអូរបស់ Channel TPH បាទវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីគន្លឹះតិចតួចសម្រាប់បងប្អូនណាដែលគាត់ចង់ដឹងពីរបៀបបង្កើត Gmail នៅឆ្នាំ2025នេះវាងាយស្រួលទេ2025នេះវាអត់សូវរញ៉េញ៉ៃបានទេរបៀបបង្កើតរបស់វាហ្នឹងបាទបងប្អូនគ្រាន់តែចូលមកកាន់កម្មវិធី Gmail មកនៅក្នុងទូរស័ព្ទ Android បើសិនជា iPhone បងប្អូនគួរទៅចូលក្នុងកម្មវិធី Google ឬក៏ Chrome ក៏បានបាទបងប្អូនចូលទៅក្នុង Gmail មកបន្តទៀតចុចលើ app Gmail ហ្នឹងមកអធិស្ឋានបងប្អូនបើសិនជាខ្ញុំចុចលឿនបងប្អូនខាទៅខ្ញុំធ្វើវីដេអូនេះចង់ឲ្យខ្លីបំផុតបាទបងប្អូនចូលមកកាន់កន្លែង account នេះមកបើសិនជាបងប្អូនអត់មាន account គឺវា load ផ្សេងវា load របៀបថាបាទពាក្យថា sign out បន្តមកទៀតបងប្អូនចុចពាក្យថា add account ខាងក្រោមនេះបងប្អូនបន្តមកទៀតចុចពាក្យថា Google រងចាំតិចបន្តមកទៀតចុចពាក្យថាcreate account ជាស្រ័យមានសំឡេងរំខានតិចតួចពួកអីផ្ទះនៅក្បែរផ្លូវបងប្អូនជាស្រ័យចុចកន្លែងហ្នឹងមកបន្តមកទៀតយកពាក្យខាងលើនេះបាទបន្តមកទៀតចុចកន្លែងពាក្យថាជាស្រ័យដាក់ឈ្មោះរបស់យើងខ្ញុំឧទាហរណ៍ VCC បាទបងប្អូនឈ្មោះអីដាក់ហ្នឹងទៅហើយកន្លែងនេះថ្ងៃឆ្នាំយើងដាក់របស់យើងទៅបាទខ្ញុំចេះតែដាក់ទេហើយបើសិនជាឆ្នាំយើងកុំដាក់តាមអាយុបើសិនជាបងប្អូនណាអាយុរៀងក្មេងកុំដាក់តាមឆ្នាំរបស់យើងអីយ៉ាងហោចណាស់ក៏ឲ្យ20ឡើងលើដែរបើសិនជា10ឆ្នាំចុះក្រោម18 19អីហ្នឹងវាកុំអីដែរប៉ុន្តែខាងបើក្រោមពេកគេអត់ឲ្យយើងចូលមើលនៅកន្លែងកន្លែងណាដែលគេមិនចង់ឲ្យមើលក្រោមអាយុ18ឆ្នាំបាទអញ្ចឹងហើយដាក់ខាងក្រោមនេះដាក់page យើងtechnique ទៅមុខហើយមកដល់កន្លែងនេះគឺគេដាក់ឲ្យ Gmail ឲ្យយើងអូតូបើសិនជាយើងមិនចាំបាច់យើងចុចយកតាមគេទៅគេដាក់ឲ្យកាត់ឲ្យនេះបាទប៉ុន្តែបើយើងចង់ដាក់មកយើងផ្ទាល់ខ្លួនយើងចុចពាក្យថា create your Gmail address នេះបាទបន្តទៅទៀតបងប្អូនចុចនេះទៅមុខទៅប៉ុន្តែខ្ញុំអត់ចង់សរសេរច្រើនខ្ញុំចុចយកនេះហើយបាទអូខេចុចនេះទៅមុខទៀតបន្តមកទៀតដល់កន្លែងនេះគឺគេឲ្យយើងវាយ password ដែលយើងចង់ដាក់អីយើងចេះដាក់ទៅប៉ុន្តែយើងត្រូវចាំដែរបើសិនជាយើងភ្លេចយើងត្រូវការ login ចូលវិញអត់កើតទេវាត្រូវការ password ហ្នឹងចុចនេះទៅមុខបងប្អូនគួរដាក់អក្សរខ្លះលេខខ្លះហើយនឹងសញ្ញាខ្លះកន្លែង password មិញហ្នឹងសញ្ញា add សញ្ញាដកសញ្ញាអីស្រេចតែចិត្តទេមកដល់កន្លែងនេះខ្ញុំចុចនេះទៅមុខមកយ៉ាងលឿនតិចបងប្អូនអធិស្ឋានហើយអធិស្ឋានទៀតព្រោះអីខ្ញុំអត់ចង់ឲ្យវែងពេកទេចុច agree ទៅមុខរងចាំតិចបងប្អូនបាទអូខេបន្តទៀតចុចកន្លែងនេះមកយើងអស់មកខាងក្រោម account ដែលយើងបង្កើតឲ្យមិញនេះហើយបងប្អូនចុចលើ account នឹងមកអូខេនេះ account ដែលខ្ញុំបង្កើតមិញហ្នឹងហើយយើងយកទៅធ្វើអីស្រេចចិត្តរបស់យើងទេបងប្អូនយកទៅដាក់ចូល YouTube ឬក៏អីមួយស្រេចនឹងចិត្តបាទមានតែប៉ុណ្្នឹងទេបងប្អូនវីដេអូនេះជម្រាបលាជួបគ្នាវីដេអូក្រោយបាយ